រឿងបាត់នៃទាហានថៃឆ្លៀនពៀនកម្ពុជាដូចគ្នាតែខ្មោចទាហានវាំងថៃមានវាសនាខ្ពស់ជាងខ្មោចទាហានតាមខេត្តជាប់ដីខ្មែរថ្ងៃនេះគេឃើញមានរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកជើងទឹកនិងជើងអាកាសព្រមទាំងអ្នកមុខអ្នកការជាច្រើនទៀតបានចូលរួមបន់ខ្មោចទាហានថៃម្នាក់ដែលបានស្លាប់ដោយសារតែចូលមកឆ្លៀនពៀនទឹកដីកម្ពុជានេះជាលើកទី1តែគេឃើញមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃយោធាថៃចូលរួមបន់ខ្មោចទាហានយ៉ាងអធិកអធមបែបនេះតាមពិតខ្មោចទាហានថៃម្នាក់នេះមិនមែនមានតំណែងខ្ពស់អីជាងទាហានផ្សេងទៀតនោះទេតែរូបគេជាកងសេនាប្រចាំវាំងថៃដែលស្ដេចថៃបានបញ្ជាឲ្យចូលមករួមប្រយុទ្ធឆ្លៀនពៀនកម្ពុជាតាមដំណឹងមកពីថៃគេប្រឹងលាក់បាំងអត្តសញ្ញាណទាហានរូបនេះណាស់ព្រោះខ្មែរហើយតាមដឹងមកទៀតគឺខាងខ្មោចទាហានថៃម្នាក់នេះស្ថិតនៅក្នុងព្រៃដែនដីខ្មែរដែលពួកគេចូលឆ្លៀនពៀននៅឡើយមិនបានយកទៅធ្វើបុណ្យផងអីចឹងហើយបានពួកមេដឹកនាំឆ្លៀនពៀនថៃប្រឹងណាស់លាក់ម្លេះយ៉ាងនេះឃើញគ្មានទេយកខ្មោចទៅធ្វើបុណ្យផងតែគេឃើញវិធីយ៉ាងអធិកអធមណាស់រីឯទាហានខេត្តជាប់ព្រំដែនខ្មែរវិញគេឃើញបើយកខ្មោចចេញទៅវិញបានគឺចាប់យកទៅកប់ចោលដូចសត្វធាតុបើយកខ្មោចទៅវិញមិនបានគេបោះបង់ចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះគឺពួកមេដឹកនាំឆ្លៀនពៀនខំបោកប្រាស់កុហកសាច់ញាតិក្រុមគ្រួសារសាច់ញាតិរបស់ពួកគេដែលជាទាហានកំពុងប្រយុទ្ធលើសមរភូមិនៅឡើយទាំងតែការពិតបានបាត់អស់ពីលើផែនដីនេះអស់ទៅហើយនេះជារឿងពិតដ៏សង្វេគនៃពួកទាហានឆ្លៀនពៀនខ្មែរឆ្លៀនពៀនដូចតែគ្នាតែវាសនាខុសគ្នាស្រឡះថាពេលរស់នៅចុះក្រែងលោវាសនាខុសគ្នាតែស្រាប់ទៅជាខ្មោចទៅហើយនៅតែមានវាសនាខុសគ្នា